ល្បីហើយពូស្គាល់មុខអ្នកបើកឡានស្លាកលេខរត់ដែលផ្ទះក៏ភ្លៀងគេហើយពេលនេះលោកផៃវណ្ណៈបានដាក់ចំបែបនេះថាវីដេអូមួយបានផ្ទុះការចែកចាយពេញបណ្ដាញសង្គម Facebook កាលពីថ្ងៃទី26ខែមករាឆ្នាំ2026ម្សិលមិញនេះដែលពាក់ព័ន្ធនឹងបុរសម្នាក់បើកឡានដោយប្រើស្លាកលេខរត់គំរាមផ្ទះកំភ្លៀងគេឯងដែលនៅក្នុងវីដេអូនោះធ្វើឲ្យមហាជននៅក្នុងបណ្ដាញសង្គម Facebookផ្ទុះការចែករំលែកនិងបញ្ចេញមតិប្រងព្រាតទាក់ទងនឹងបញ្ហាខាងលើជាមួយគ្នានោះដែរលោកផៃវណ្ណៈមិននៅស្ងៀមនោះទេដោយឃើញសកម្មភាពបែបនេះលោកផៃវណ្ណៈក៏បានធ្វើការបង្ហោះសារនៅលើគណនី Facebook របស់លោកផ្ទាល់ដែលមានខ្លឹមសារទាំងស្រុងថាស្លាកលេខរត់19ក្រសួងណាហេតុអ្វីមន្ត្រីកាយកាចម្លេះខុសត្រូវអីនិយាយគ្នាទៅងាកផ្ទះកំភ្លៀងទាត់ធាក់ងាប់អ្នកទុនខ្សោយអស់ហើយតាមមើលឯកសណ្ឋានដូចជាមន្ត្រីបរិស្ថានប្រភពដនមនីរតបន្ទាប់ពីបានបង្ហោះសារនេះរួចមិនទាន់ទាំងបានប្រមាណផងលោកផៃវណ្ណៈបានបន្តបង្ហោះសារបន្ថែមទៀតថាស្គាល់អត្តសញ្ញាណលោកធំដែលគំរាមផ្ទះកំភ្លៀងប្រជាពលរដ្ឋពេលបើកបរនៅលើដងផ្លូវហើយលោកមានឈ្មោះថាមាសញឹមទូនីតិអនុប្រធានមន្ត្រីបរិស្ថានខេត្តព្រះវិហារតាមរយៈសម្ដីកោងកាយរបស់លោកគេសង្ស័យថាលោកហូបសាច់ខ្លាជាអាហារប្រចាំទីដឹងទើបកាចមាំបែបនេះរងចាំលោកមាសញឹមបំភ្លឺនៅថ្ងៃដដែលលោកផៃវណ្ណៈក៏បានដាក់ចំបន្ថែមទៀតថាប្រវត្តិមិនធម្មតាអញ្ចឹងបានកាចណាស់ប្រភពពីខេត្តក្រចេះបានឲ្យដឹងថាអំឡុងឆ្នាំ2012លោកមាសញឹមកាលនៅជាអនុប្រធាននាយកដ្ឋានដែនជម្រកសត្វព្រៃនិងលោកទូចសុភីនាយកដែនជម្រកសត្វព្រៃស្នួលខេត្តក្រចេះមណ្ឌលគិរីក្រសួងបរិស្ថានធ្លាប់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនបញ្ជូនទៅតុលាការហើយតុលាការដាក់ពន្ធនាគារពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅខេត្តក្រចេះម្ដងរួចមកហើយលុះដល់ឆ្នាំ2014ពេលចេញពីពន្ធនាគារមកវិញក៏បានចូលមកធ្វើការនៅក្រសួងបរិស្ថានវិញហើយត្រូវបានតែងតាំងទៅធ្វើជាអនុប្រធានមន្ត្រីបរិស្ថានខេត្តព្រះវិហាររហូតដល់ថ្ងៃផ្ទុះរឿងបើកបរលើដងផ្លូវនៅភ្នំស្បែងខេត្តព្រះវិហារលោកផៃវណ្ណៈបានបន្តទៀតថាដោយសារតែបកគលមាសញឹមធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើសនិងធ្លាប់ជាប់ពន្ធនាគារទើបធ្វើឲ្យបកគលរូបនេះកោងកាចមិនខ្លាចច្បាប់ចូលចិត្តប្រើហិង្សាដោះស្រាយបញ្ហាបន្ទាប់ពីវីដេអូផ្ទុះការចែករំលែកពេញបណ្ដាញសង្គម Facebook គឺឃើញមានលោកមាសញឹមបានចេញបកស្រាយបញ្ជាក់ថាគាត់ទើបមកពីបើកអំណោយទៅជួយនៅកន្លែងបែនគាត់ថាគាត់បើកយឺតទេហើយមកដល់ចំណុចនេះក៏សញ្ញោប័ណ្ណយឺតតែកង់ឡានតាក់ស៊ីមិនដឹងអីមិនដឹងទេបើកលឿនមែនទែនលោកក៏បងអង្គឈប់ហើយតាក់ស៊ីឈប់ដែរហើយគាត់បានបើកឡានចូលម្ដងទៀតស្រាប់តែតាក់ស៊ីទៅមុខទៀតឃើញបែបនេះគាត់ក៏ឆេះតែម្ដងរួចតែកង់ថាគាត់មានកាមេរ៉ាដោយខ្ជិលមានរឿងគាត់ក៏បើកចូលទៅគាត់បញ្ជាក់ទៀតថាគាត់មិនមែនកាយសាហាវអីទេតែគេគៀបគាត់ហើយគាត់នៅកណ្ដាលខ្នល់ជុំវិញនឹងបញ្ហាខាងលើនេះយើងមិនទាន់ដឹងថាតើអ្នកណាខុសឬក៏អ្នកណាត្រូវនោះទេសូមបងប្អូនទាំងអស់គ្នាបញ្ចេញមតិដោយការទទួលខុសត្រូវ